សួស្តីអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពដើរលេងរយៈពេល3ថ្ងៃនៅខេត្តកោះកុងនឹងថាសកម្មភាពរបស់ពួកខ្ញុំមានអីគេខ្លះតោះយើងមកតាមដានទាំងអស់គ្នាជាដំបូងពួកខ្ញុំធ្វើដំណើរពីភ្នំពេញទៅខេត្តកោះកុងចំពោះផ្លូវធ្វើដំណើរវិញគឺស្អាតអ្នកទាំងអស់គ្នាស្អាតខ្លាំងគឺខ្ញុំមិនដឹងនិយាយថាម៉េចអ្នកទាំងអស់គ្នាមើលក្នុងវីដេអូនឹងបានបន្ទាប់ពីយើងធ្វើដំណើរអស់ជាច្រើនម៉ោងពួកខ្ញុំក៏បានមកដល់ផ្ទះមិត្តភក្តិរបស់ខ្ញុំហើយក៏នាំគ្នាទៅផ្សារដើម្បីទិញម្ហូបយកមកញ៉ាំអីជុំគ្នានៅឆ្នេរបាក់ខ្លងនៅតាមមាត់ឆ្នេរបាក់ខ្លងនឹងដែរគឺគេមានកន្លែងសម្រាប់ឲ្យយើងញ៉ាំអីជុំគ្នាអញ្ចឹងដែរប៉ុន្តែដោយសារពួកខ្ញុំទិញអីញ៉ាំនៅផ្សារហើយយកមកញ៉ាំនៅកន្លែងហ្នឹងអញ្ចឹងហើយពួកខ្ញុំគ្រាន់តែជួលកន្លែងគេតែប៉ុណ្្នឹងទៅហើយយើងអាចអង្គុយញ៉ាំអីអាំងសាច់អាំងអីនៅនឹងបានបន្ទាប់ពីយើងអាំងសាច់អាំងអីហើយយើងក៏បានញ៉ាំអីជុំគ្នារួចរាល់ហើយអាចច្រៀងរាំលេងសប្បាយនៅតាមឆ្នេរនឹងមួយសន្ទុះដែរហើយបន្ទាប់មកទៅពួកយើងរៀបចំអីវ៉ាន់ដើម្បីទៅផ្ទះវិញពួកខ្ញុំសម្រាប់នៅផ្ទះមិត្តភក្តិរបស់ខ្ញុំមួយយប់ហើយព្រលឹមឡើងក៏យើងជិះឡានដើម្បីបន្តដំណើរទៅកាន់ព្រៃកោងកាងទេសភាពនៅកន្លែងហ្នឹងគឺស្អាតអ្នកទាំងអស់គ្នាហើយនេះតកងឡានហើយក៏ជាម្ចាស់ផ្ទះគាត់ជាអ្នកបើកហើយពួកខ្ញុំជាអ្នកមើលផ្លូវគឺថាអត់មាននរណាគេហ៊ានដេកមួយទេតែក៏អរគុណសម្រាប់ការនាំដើររយៈពេល3ថ្ងៃនេះពួកបានឲ្យអ្នកទាំងអស់គ្នាចូលធានបទផ្សេងហើយតពីដើរដល់កន្លែងស្អាតហើយអ្នកចាំការទៀតគឺថតរូបមកពីប៉ុស្តិ៍មកណាដើរដល់កន្លែងហ្នឹងហើយយើងអាចបកក្រោយដើរទៅវិញបានឬមួយក៏យើងចង់ជិះទូកក៏បានដែរប៉ុន្តែពួកខ្ញុំជិះទូកត្រឡប់ទៅវិញដល់ពេលដែលយើងជិះទូកទៅដល់កន្លែងឡានរបស់យើងវិញហើយអញ្ចឹងយើងក៏បន្តដំណើររបស់យើងដើម្បីបើកឡានមកកាន់ផែបន្តទៀតមកអញ្ចឹងនៅកន្លែងផែហ្នឹងគឺគេមានចំណតឡានសម្រាប់ឲ្យយើងចតទុកផ្ញើនៅនឹងហើយពួកខ្ញុំក៏បន្តដំណើរជិះទូកទៅកាន់កោះស្ដេចពេលយើងទៅដល់កោះស្ដេចហ្នឹងគឺយើងត្រូវទុកឲ្យបាននៅផ្ទះសំណាក់ដែលយើងបានកក់ទុកមុនហើយបន្ទាប់មកគឺយើងទៅរកបាយញ៉ាំសិនគឺយើងចាប់ផ្ដើមរៀបចំខ្លួនដើម្បីទៅជួកោះអង្គុយជិះដើរលេងនៅតាមភូមិចាដល់ពេលនេះមានការជិះឡើងមិនរួចទេអញ្ចឹងហើយត្រូវនាំគ្នាចុះដើរសិនហើយអញ្ចឹងបន្ទាប់ពីឡើងតួរួចហើយគឺយើងដាក់មកប៉ុស្តិ៍សិនមករួចហើយយើងក៏បន្តដំណើររបស់យើងដើម្បីជិះទៅមើលថ្ងៃលិចនៅឆ្នេរកោះស្ដេចនេះតពីថ្ងៃលេងហើយពួកយើងក៏ត្រឡប់មកផ្ទះសំណាក់របស់ពួកយើងវិញហើយយើងទៅដើរផ្សារដើម្បីទិញអីយកមកញ៉ាំជុំគ្នានៅពេលយប់រួចហើយក៏មានការច្រៀងរាំលេងពីវិបត្តិថ្ងៃថ្មីយើងក៏ចាប់ផ្ដើមចេញដំណើរទៅការជិះទូកទៅលេងនៅកោះឆាន់មុននឹងពួកខ្ញុំទៅដល់កោះឆាន់ហ្នឹងគឺពួកខ្ញុំត្រូវចូលផ្សារដើម្បីទិញបាយក៏ដូចជាគ្រឿងសមុទ្រអីផ្សេងៗដើម្បីយើងយកទៅទុកញ៉ាំឥឡូវហ្នឹងខ្ញុំបានមកដល់កោះឆាន់ហើយអ្នកនរគ្នាហើយខ្ញុំថតការថ្មដែលនៅក្នុងទឹកហ្នឹងប៉ុន្តែមើលឃើញអ្នកនរគ្នាតើយើងពាក់វ៉ែនតាទឹកគេទៅហើយយើងជាមួយទឹកមើលទៅគឺឃើញហើយគឺស្អាតស្អាតដែរអ្នកនរគ្នានៅកោះឆាន់ហ្នឹងហើយពួកខ្ញុំពាក់វ៉ែនតាទឹកដើម្បីចុះមើលការថ្មទៅហើយបងម្ចាស់ទូកហ្នឹងគឺគាត់អ្នកដើររកកម្មប្រមាឲ្យហើយកន្លែងហ្នឹងគឺស្អាតមែនតើអ្នកទាំងអស់គ្នាទេសភាពក៏ស្អាតហើយយើងបានមួយទឹកមើលការថ្មគឺរត់តែស្អាតទៀតហើយនេះគឺកម្មប្រមាដែលបងម្ចាស់ទូកគាត់រកបានគឺខ្ទង់10គ្រាប់ជាងដែរបន្ទាប់ពីរកកម្មប្រមារួចហើយពួកខ្ញុំក៏ជិះទូកដើម្បីទៅកោះរីករាយប៉ុន្តែដោយសារតែជិះទៅដល់កន្លែងទូកនឹងហើយគឺគាត់អត់បានមកដល់ឆ្នេរនឹងហ្មងឯងគឺយើងត្រូវឈប់នៅឆ្ងាយពីឆ្នេរដែរគាត់ឲ្យជំរឿយើងពីរយើងចង់ហែទឹកមកលើឆ្នេរកោះរីករាយនឹងក៏បានពួកយើងចង់ជិះអបអរមកក៏បានដែរពេលមកដល់ឆ្នេរហើយពួកខ្ញុំក៏ចាប់ផ្ដើមរៀបចំឲ្យវ៉ាន់លាងដូចជាគ្រឿងសមុទ្រគ្រឿងអីនឹងឲ្យហើយដើម្បីយើងយកទៅដាក់អាំងហើយនឹងញ៉ាំជុំគ្នានៅលើកោះហ្នឹងអញ្ចឹងហើយពួកខ្ញុំអាំងបដាហើយអ្នកខ្លះគាត់លាងគ្រឿងសមុទ្របដាអញ្ចឹងទៅឆាប់បានញ៉ាំទាំងអស់គ្នាបន្ទាប់ពីយើងញ៉ាំរួចហើយគឺយើងធ្វើសកម្មភាពយើងបន្តទៀតគឺយើងត្រូវជិះចេកប៉ុន្តែខ្ញុំសូមបញ្ជាក់គឺថាមិនជិះម្ដងទាំងអស់គ្នាគឺចេកនឹងអស់អត់រួចទេអ្នកទាំងអស់គ្នាគីឡូពួកខ្ញុំធ្ងន់ពេកដល់កន្លែងនេះគឺធ្លាក់ហើយអ្នកទាំងអស់គ្នានៅសតវត្សមួយហ្នឹងគឺនៅទុំនៅលើចេកហ្នឹងបានយូរជាងគេឥឡូវយើងចាប់ផ្ដើមជិះម្ដងទៀតហើយម្ដងនេះគឺថតបានសកម្មភាពស្ដែងតែម្ដងគឺធ្លាក់ពីលើចេកហ្នឹងទាំងអស់គ្នាតែម្ដងប៉ុន្តែធ្លាក់នៅកន្លែងរាកអីអ្នកទាំងអស់គ្នាគឺនៅមាត់ឆ្នេរដែលយើងញ៉ាំអីហ្នឹងឥឡូវយើងចាប់ផ្ដើមជិះមួយចេកទៀតហើយប៉ុន្តែមួយចេកនេះគឺបងម្ចាស់ទូកគាត់បានទម្លាក់ទេគឺគាត់ធ្លាក់ខ្លួនឯងតែម្ដងគឺធ្លាក់នៅកន្លែងទឹករៀងជ្រៅដែរអ្នកទាំងគ្នាអញ្ចឹងហើយបងម្ចាស់ទូកគាត់បកទៅយកវិញរៀងលឿនដែរគាត់ខ្លាចពួកយើងភ័យអញ្ចឹងសកម្មភាពនៅលើកោះរីករាយរបស់ពួកយើងហ្នឹងគឺត្រូវបានចប់ប៉ុណ្ណឹងហើយពួកយើងក៏បន្តសកម្មភាពយើងទៅស្ទូចភ័យបន្តទៀតក្នុងឡុងពេលហ្នឹងគឺមិត្តភក្តិរបស់ខ្ញុំគឺស្ទូចបានម្នាក់មួយម្នាក់ពីរអីអស់ហើយអ្នកខ្លះក៏គាត់ស្ទូចអត់ទាន់បានអញ្ចឹងណាអញ្ចឹងម្នាក់គាត់ស្ទូចបានរៀងស្ញាញ់ទៅអញ្ចឹងទៅអ្នកដែលស្ទូចមិនសូវបានអញ្ចឹងទៅគាត់រៀងស្ងាត់ស្ងៀមបន្តិចទៅតែឥឡូវខ្ញុំស្ទូចបានមួយដែរអ្នកទាំងអស់គ្នាមួយមិត្តភក្តិខ្ញុំម្នាក់ទៀតពេលស្ទូចអត់បានដឹងអង្គុយធ្វើអីគឺអង្គុយសោយយកតែម្ដងត្រីសង្ឃឹមគឺថាស្ទូចត្រីឲ្យបានច្រើនទៅដើម្បីយកវាទៅធ្វើម្ហូបអាំងញ៉ាំទុកម្ហូបពេលល្ងាចអញ្ចឹងហ្មងអ្នកទាំងអស់គ្នាកុំឲ្យយើងចំណាយទៀតអញ្ចឹងប៉ុន្តែជាក់ស្ដែងគឺនៅតែទិញគេដដែលចាអញ្ចឹង vlog រយៈពេល3ថ្ងៃនៅខេត្តកោះកុងរបស់ពួកខ្ញុំគឺត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនា